So I stick them up, bombs up in the sky, raining liquor drops, music make សួស្តីបងប្អូនទាំងគ្នាខ្ញុំតែងតែលើកគេនិយាយថាចេះខាតកែបជាខាតមួយដែលរៀងទួយអត់សូវមានកន្លែងដើរលេងអីច្រើនទេភាគច្រើនទៅហួសហ្មងតែពិតមែនអត់បងប្អូនទាំងគ្នាឥឡូវមកបកស្រាយចម្ងល់នេះទាំងអស់គ្នាមួយខ្ញុំឥឡូវនេះគឺខ្ញុំមកពីពេញមកដល់នៅក្នុងទីរួមខាតកែបហើយឥឡូវក៏បានមក check in នៅក្នុងវិឡាមួយប្រភេទជាប្រភេទវិឡាលំហែបែបឯកជនដែលមាន15បន្ទប់គេងមានឈ្មោះថាវិឡាដើមដូងដែលពួកយើងមកសាននេះរៀងលក្ខណៈគ្នារៀងច្រើនដែរអញ្ចឹងក៏សម្រាប់ចិត្តបុកនៅវិឡាដើមដូងនឹងហ្មងដោយសារតែអាចគេងរហូតដល់គ្នា10នាក់ជាង5-10នាក់អីហ៎ហើយនៅចិត្តផ្សារក្តាមដែរជិះតែប្រហែល5នាទីក៏ដល់ផ្សារក្តាមmấyពីកន្លែងវិឡាហ្នឹងហើយឥឡូវមក check in ហើយ review កតុបឲ្យបងមើលទាំងអស់គ្នានេះឥឡូវក៏ដើរជុំវិញ resort ហ្នឹងមកជុំមើលមានចក្រានបាយអីចឹងហើយចក្រានបាយហ្នឹងគឺមានសម្ភារៈសពគ្រប់ហ្មងដែលអាចច្បិនអាហារអីដែលខ្លួនឯងមានតែម៉ាស៊ីនគូកៅទូទឹកកកអីមួយសេតហើយឥឡូវនេះក៏ឡើងមកដល់ខាងលើទៀតហើយឡើងខាងលើហ្នឹងក៏ដើរមើលមកជុំដែរបងអើយមានវ៉ែដងដែរអីធំទលេហើយមានទាំងកន្លែងលេងបុក snooker ហើយចូលមកក្នុងវិញនេះក៏មានកន្លែងបន្ទប់អង្គុយធ្វើការក៏ដូចជាមានកតុបផ្សេងទៀត3 4ទៀតនៅលើចឹងណាចឹងក៏ដើរមើលមកជុំហើយក៏ចុះមកអង្គុយលេងនៅកន្លែងសាឡុងអីនេះគឺធំទលេស្អាតមែនទែនបន្ទាប់ពីហ្នឹងមកក៏មានអារម្មណ៍ថារៀងហាត់ដែរចឹងក៏ចូលមកសម្រាប់នៅក្នុងកតុបមើលទទួលអីមកស្វក់ទៅហើយសម្រាប់តិចហើយក៏មានអារម្មណ៍ថាវារៀងល្ងាចដែរយ៉ងចឹងក៏ចាំងមកហែទឹកឲ្យសារតែឃើញអាងហែទឹកហ្នឹងគឺធំទលេល្អមែនទែនហើយពួកយើងហែលេងហ្នឹងគឺលក្ខណៈ private តែគ្នាយើងម្នាក់ហ្នឹងហ្មងអត់មានអីគេញ៉ៃទេបន្ទាប់ពីលេងទឹកអីហើយរៀងមានអារម្មណ៍ថាឃ្លានដែរចឹងក៏បានតាក់ទងទៅខាងអាហារដ្ឋានច័ន្ទគិរីនៅក្នុងសាមញ្ញអា Big Resort ណាដែលគាត់អាចរៀបចំម្ហូបអាហារឲ្យយើងបានមួយសេតយើងចង់ធ្វើ barbecue ឬក៏ចង់ធ្វើ pizza អីធ្វើអីញ៉ាំក៏បានដែរយើងចង់អាំងញ៉ាំលក្ខណៈតែមិត្តភ័ក្តិអីយើងស្ងាត់ក៏បានហើយចង់ភៅគាត់មកជួយអាំងឲ្យចឹងក៏បានដែរឥឡូវនេះក៏ខ្ញុំថតកាត់រហូតដល់មកស្អែកព្រលឹមឡើងទៀតហើយព្រលឹមឡើងងើបឡើងគឺមានម៉ាស៊ីនឆុងកាហ្វេមានអីដែលអាចឲ្យយើងឆុងញ៉ាំខ្លួនឯងទំនើបមែនទែនហើយបន្ទាប់មកក៏បានអង្គុយអានសភៅអីលេងបន្តិចណាក៏មកឃើញត្រីនេះធំហើយ colorful ល្អមែនទែនបន្ទាប់មកទៀតក៏ចេញមកលេងនៅខាងក្រៅនៅមុខវិឡាហ្នឹងខ្ញុំឃើញមានដើមស្វាយហ្នឹងផ្លែវាធំល្អមែនទែនមកផ្លែហ្នឹងចាំប្រប៉ុណ្ណមុខខ្ញុំឯនេះហើយក៏មានតំណាំផ្សេងទៀតដូចប្រទាដូចអីដែរពីហ្នឹងហើយក៏ចូលមកអង្គុយសម្រាកហើយក៏នឹកឃើញថាយ៉ាងអត់សក់ក៏មានមិត្តភ័ក្តិឲ្យគាត់ប្រវល់ថាតះតលេងនៅខាងសាមញ្ញ Big Resort ម្ដងដែលសារតែពេលយើងស្នាក់នៅក្នុងវិឡាដើមដូងហ្នឹងយើងអាចចូលលេងនៅក្នុង resort ហ្នឹងបានទៀតហើយបន្ទាប់មកក៏ដើរមកកន្លែងព្រៃកោងកាងនេះឃើញទេសភាពស្អាតមែនតើក៏ឆ្លៀតថតរូបអីខ្លះចឹងទៅហើយឥឡូវនេះក៏ខ្ញុំដើរបត់មកកន្លែងខាង spa អញ្ចឹងពេលយើងចង់ spa ចង់ម៉ាសាអីចឹងក៏អាចធ្វើបានដែរហើយបន្ទាប់ពីចេញពីហ្នឹងមកក៏ឆ្លៀតទៅមើលនៅមាត់សមុទ្រអីតិចដែរទៅ relax គាត់ថាឈរមើលហ្នឹងក៏បាត់អស់ហើយភាព stress ទាំងប្រមាណបន្ទាប់មកទៀតក៏មានអារម្មណ៍ថាហេងក្តៅដែរអញ្ចឹងក៏ចូលមកក្នុងហើយនៅ Garden Lounge នេះគាត់មានលក់អីច្រើនមែនតើមានផលិតផលខ្មែរដូចជាប្រេងឌីបស្បែកប្រេងខ្យល់ប្រេងកាឡាសណ្ដែកល្ងម្រេចកពោតអីនេះអញ្ចឹងពេលយើងចង់ទិញយកផ្ទះអីក៏បានដែរហើយក៏ដើរមកឆេងទៀតនេះឃើញគាត់តាំងសភៅតាំងអីច្រើនមែនតើក៏យកអង្គុយអានលេងតិចទៅហើយក៏មានរបស់របរក្មេងលេងដូច Uno ឬក៏អាចប្រដាប់យើងរៀបផ្ទះរៀបអីហើយបន្ទាប់ពីអង្គុយលេងមកសបកមកមានអារម្មណ៍ថារៀងឃ្លានក៏បានហើយអាហារសម្រាប់មានពីហ្សាមានសាឡាត់មានអីញ៉ាំលេងអញ្ចឹងទៅតបមកទៀតនេះខ្ញុំចូលចិត្តផ្អែមហ្នឹងមែនតើឡើងទុនឆ្ងាញ់ដាក់ចូលមកទៅលីអស់ហ្មងហើយអត់សូវផ្អែមខ្លាំងទេហើយមួយទៀតគឺសេវាកម្មគាត់ the best ហ្មងខ្ញុំពេញចិត្ត10 លើក 10ហ្មងហើយឥឡូវនេះក៏ខ្ញុំថតកាត់មកដល់វិឡាដើមដូងវិញឯដោយសារតែរៀងក្តៅដែរអញ្ចឹងក៏ត្រឡប់មកសម្រាប់នៅនេះវិញហើយល្ងាចហ្នឹងក៏មានអារម្មណ៍ថាចង់ធ្វើម្ហូបញ៉ាំជុំគ្នាមួយមិត្តភ័ក្តិអីចឹងក៏បានទិញបកាទិញអីពីផ្សារក្តាមមកយកមកធ្វើស្ងោរជ្រក់និងឆាបកាប៉ុន្តែដោយសារតែគ្នាពួកខ្ញុំច្រើនអត់មានបានធ្វើអីណាទេក៏ហៅម្ហូបពីខាងអាហារដ្ឋានច័ន្ទគិរីនឹងមកបន្ថែមទៀតដដែលដោយសារតែធ្វើអត់ទាន់ហើយអត់សូវជំនាញមែនដែរចឹងកាត់ម្ដងឲ្យស្អែកទៀតដែរដោយសារតែនៅវិឡាដើមដូងហ្នឹងគាត់មានសេវាកម្មអាចជួលម៉ូតូអីឲ្យយើងអាចជិះ explore នៅក្នុងខេត្តនឹងបានទៀតអញ្ចឹងខ្ញុំ the first time មកនេះជិះម៉ូតូដើរលេងមួយមិត្តភ័ក្តិដើរទៅខាងឆ្នេរទៅមើលចកាអាមេរិកចកាអីសប្បាយមែនតើអារម្មណ៍គឺប្លែកមែនតើឥឡូវនេះជិះម៉ូតូមកដល់កន្លែងនេះក៏ឃើញ
ตักสมดไอสะอาดแล้วให้เคยมีกลกระดามมือปีเลยมันขึ้นกระดามก็จะจับเลงอย่างที่เตยhay làนี่ก็จีม้าหมดดากระไรชนัยมวยเนี่ยบองได้มาเลงอัดอันนี้คือให้ทัชนัยอ่ำกาวย้อมเลิกตีมวยนะมาแก้พอดองคือแต่หัวมาหัวได้ดังทำมีนชนัยไอสะอาดจังตีได้สักแต่หัวดองคือแต่สมดมีนแต่กับปุงเศร้าไม่ได้มีนก็มีนชนัยสะอาดได้ไม่นานในแก้ไปยังกับมีนได้hay làนี่ก็เจนปิชนัยนั้นจีมาได้ลำบากสหกรมมวยตีได้ได้มีชั่วโมงแท้โอโกซาหลายโอกาสนั่นก็สะอาดมาอย่างได้จะประเภทcái lại xã hạ côm đại miền còn càng ấy nó chờ nó nè hay nhung khanh đam luôn mình chút một chút mình tên chút một cái cần nhập hay làนี่ก็ดาวมาดาวโจนั่นเคยบองเนี่ยผู้ไม่ต้องกอดโจhiểu li hiểu cho con mấy chứ có cho ta lên mùi phục quạt này hay nhomนี่ก็ตะสูขไม่cái hiểu mấy chứ mà sao bảo cô ta รียนเรียวban mặt đạp này hayสบายmình tên bong ơi à rắm cứ play mình tên hayเคยบองพอนี่กอดhiểu ban chờ này hai nhôm ní ban tơ riêu tầm một plate trong khói cứ một tên bị bong đại lụa này đằng đại miền tròn miền tròn đồn tròn ấy chẳng có tên vô mà thôi nhầm nơi vì là đạp đông đằng đại sang không vì là đạp đông chứ miền xong bẹt thơm hộp ấy mà xe đâu miền cái lại ăn lại ấy tiền hay là ní của trăng nặc khơi ha trăng thơ pizza nhầm chung cái gì mấy kia điên đạp đá na miền mà tê miền tây bạc miền ổn nhiên mấy cheese kiêng hay cái ban cho nhầm là người ngọc này hay kiểu trong đó đang nói trong căn như trang cái bằng ồ thì sang những cái dòng xẹp cho nó giờ bây giờ có món cái đó cứ cái do anh sẽ nó vô trong tập phương hay trong nhầm đầu បន្ទាប់ពីស្ដាប់ការណែនាំបងច័ន្ទគិរីគាត់ប្រាប់ពីរបៀបធ្វើពីសាយហ្នឹងហើយឥឡូវគាត់ចាប់ផ្ដើមបញ្ចេញស្នាដៃឲ្យហាន់បន្លែហាន់អីមានជាការលុញម្សៅអីជុំគ្នាអញ្ចឹងណាចឹង10ឆ្នាំមានប៉ុន្មានដងនេះមកដើរលេងជុំមិត្តភ័ក្តិជុំគ្រួសារឬក៏ជុំអ្នកធ្វើការជាមួយគ្នាអីហ្នឹងគឺបង្កើតអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានទេបងអើយហើយឥឡូវនេះក៏ធ្វើមកក៏ពួកខ្ញុំចិត្តបានសម្រេចបានមួយឯងតែដុតលើកដំបូងពួកខ្ញុំដាក់ខុសដាក់មកឡើងខ្លោចឥឡូវនេះចូលទី2បានសម្រេចហើយនេះក៏ធ្វើបន្តទៀតដោយសារតែខាងច័ន្ទគិរីគាត់រៀបចំម្សៅឲ្យពួកយើងឡើងច្រើននោះធ្វើបាន4ដល់20ពីសាអីបានច្រើនណាស់បងឲ្យដុតប្រហែល5នាទី10នាទីឆ្អិនហើយឥឡូវនេះក៏មកបង្ហាញអាក្រុមងាវដែលពួកខ្ញុំទិញពីខាងអូកាសាថ្ងៃមិញយកមកធ្វើញ៉ាំបន្ថែមទៀតហើយក៏បានកំងហូបពីខាងច័ន្ទគិរីមកបន្ថែមដែរមានឆាតកូនមានអីហ្នឹងហើយបន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយនេះក៏មកមើលកុនអីជុំគ្នានេះមាន popcorn មានញ៉ាំអីឈៀនតិចទាំងទៅគឺសប្បាយមែនទែនហើយឥឡូវនេះក៏ថតមកកាត់មកដល់ថ្ងៃស្អែកទៀតហើយបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយក៏ពួកយើងដើរមើលមកជុំហើយមានថាថ្ងៃហ្នឹង fresh ខ្លាំងដើរក៏មកដល់កន្លែងយើងធ្វើពីសាហើយអាំងអីយកមកញ៉ោហើយក៏មានវីឡាមួយដាច់បន្លែនៅកន្លែងហ្នឹងជាមួយនឹង swimming pool នៅពីមុខអីគឺងើបឡើង fresh សាហាវហ្មងហើយតបមកក៏ពួកយើងចង់ធ្វើសមាធិជុំគ្នាឥឡូវហ្នឹងអ្នកគ្រូបានមកដល់ហើយគាត់ក៏ប្រហាត់យើងរបៀបដកដង្ហើមរបៀបធ្វើសមាធិហ្នឹងមានក្បាច់អីខ្លះអញ្ចឹងណាបន្ទាប់ពីធ្វើហើយយប់ឡើងគឺគេងលក់ស្រួលមែនទែនហើយខ្ញុំផ្ទាល់រៀងឈឺចង់ឈឺចាយក៏កាត់បន្ថយឈឺសាច់ដុំឈឺអីហ្នឹងដែរហើយក៏មានម៉ាស្សាមានអីម៉ាស្សាហ្មងចឹងចាំបានអីគឺមាននឹងទាំងអស់ឥឡូវនេះក៏យើងថតកាត់មកដល់ថ្ងៃដែលត្រូវទៅ explore តាមកោះចឹងនៅកែបក៏អត់ឲ្យចាញ់ខេត្តដតីដែរមានកោះជាច្រើនដែលអាចទៅលេងដូចជាកោះទន្សាយកោះស្វាយកោះត្បាល់កោះពោអីច្រើនទៀតហើយឥឡូវនេះពួកខ្ញុំកំពុងតែមកដល់កន្លែងស្ទូចថៃហ្នឹងគេហៅថាកោះស្វាយគឺបងអាចមើលទេសភាព view បានគឺស្អាតមែនទែនមើលទឹកសមុទ្រឡើងខៀវហើយមានកោះទូចចិត្តហ្នឹងមានកោះត្បាល់កោះអីច្រើនទៀតហើយខ្ញុំនេះគឺស្ទូចថៃបានមួយគឺសបាយអមែនទែនហ្មងហើយក៏ស្ទូចបដាក៏អាំងគឺសមុទ្រអីញ៉ាំលើទុកនឹងបដាជុំគ្នាមួយភ័ក្រហ្នឹងគឺសបាយណាស់ហើយក៏ញ៉ាំអីហើយក៏ឆ្លៀតជីទុកមកដល់កន្លែងកោះមួយទៀតកន្លែងណែខ្ញុំឈរហ្នឹងហេតុឈ្មោះថាកោះពោហើយទឹកសមុទ្រទឹកអីគឺថ្លាឆ្វង់ស្អាតអត់ឲ្យចាញ់កំពង់សោមចាញ់កោះរងអីមែនទេអញ្ចឹងចង់មកលេងកែបជីតែមួយផ្លែទេហើយអាចស្នាក់នៅវីឡាណាមដងបានអរគុណ